បងប្អូនទាំងអស់គ្នាមានមុខម្ហូបថ្មីមួយទៀតហើយតាមពិតម្ហូបនេះបងប្អូនគឺថាធ្លាប់ធ្វើញ៉ាំគ្រប់គ្នាព្រោះថាមុខម្ហូបនេះគឺថាឆ្ងាញ់មែនទែនញ៉ាំជាមួយនឹងលក់បន្លែឆៅមកស្រស់មកគឺថារសជាតិអែមមែនទែនយើងអាចយកទៅចំហុយក៏បានយកទៅចៀនក៏បានជំរាបសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយទៀតហើយមកចែកជូនបងប្អូនទាំងអស់គ្នាគឺត្រីប្រម៉ាចំហុយជាមួយនឹងពងមាន់តើបងប្អូនកុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចំពោះគ្រឿងផ្សំនេះខ្ញុំមានសាច់ជ្រូក3ជាន់ចំនួន1ខាំកន្លះមានត្រីប្រម៉ាចំនួន2ខាំមានខ្ទឹមសខ្ទឹមក្រហមចិញ្ច្រាំរួចហើយនេះខ្ញុំយកត្រីប្រម៉ាយកទៅចិញ្ច្រាំឲ្យម៉ត់សិនមកបងប្អូនទាំងអស់គ្នាឃើញថាយើងចិញ្ច្រាំរយៈពេលយ៉ាងយូរឥឡូវនេះត្រីប្រម៉ារបស់យើងម៉ត់ហើយនេះខ្ញុំបានដាក់សាច់ជ្រូកចិញ្ច្រាំចូលសាច់ជ្រូកយើងយកសាច់ជ្រូក3ជាន់មិនឆ្ងាញ់បងប្អូនទាំងអស់គ្នាបន្ទាប់មកនឹងខ្ញុំដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមរួចហើយយើងចិញ្ច្រាំឲ្យម៉ត់ចូលគ្នាមកឥឡូវនេះឃើញថាត្រីប្រម៉ារបស់យើងបានម៉ត់ហើយនេះខ្ញុំបានយកមកលាយគ្រឿងដាក់ពងមាន់ចំនួន3គ្រាប់ដាក់ម្សៅស៊ុបស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយរួចហើយនេះខ្ញុំបានកូរច្បល់ឲ្យពងមាន់ជាមួយនឹងត្រីប្រម៉ារបស់យើងចូលសព្វជាតិគ្នាហើយនឹងគ្រឿងចូលសព្វគ្នាល្អអញ្ចឹងនេះខ្ញុំអត់ថែមអំបិលទេបងប្អូនទាំងអស់គ្នាដោយសារត្រីប្រម៉ារបស់យើងប្រៃស្រាប់ហើយរួចហើយនេះខ្ញុំបានបន្ថែមស្លឹកខ្ទឹមចំនួន 2-3 ស្លឹកចូលយើងហាន់ល្អិតមកត្រីប្រម៉ារបស់យើងបានចូលសព្វគ្រឿងល្អហើយនេះខ្ញុំបានយកមកដាក់ចំហុយអញ្ចឹងយើងដាក់កូនចានមួយមកយើងដាក់ចំហុយមកបងប្អូនទាំងអស់គ្នានេះខ្ញុំចំហុយរយៈពេលកន្លះម៉ោងឥឡូវនេះឃើញថាត្រីប្រម៉ាចំហុយរបស់យើងជិតឆ្អិនហើយនេះខ្ញុំក៏បានយកពងមាន់មកគ្រាប់ទៀតផ្នែកពណ៌ក្រហមយកមកលាបពីលើដើម្បីឲ្យពណ៌ឃើញទៅកាន់តែស្រស់ស្អាតនេះយើងគ្របទុកយើងក៏លេចមើលបន្លែរបស់យើងវិញបងប្អូនទាំងអស់គ្នានេះខ្ញុំមានត្រសក់មានសណ្តែកគួរមានពពាយមានត្រប់ស្រួយចំពោះបន្លែបងប្អូនអត់កំណត់ទេចូលចិត្តអីដាក់នឹងមកឥឡូវនេះឃើញថាបន្លែរបស់យើងបានរៀបរួចរាល់ហើយនេះខ្ញុំក៏បានមកមើលជាមួយនឹងត្រីប្រម៉ាចំហុយរបស់យើងបានឆ្អិនហើយបងប្អូនទាំងអស់គ្នានេះខ្ញុំបានដួសដាក់ចានមួយមកហើយយើងរៀបបន្លែមកបងអូនអើយគឺថារសជាតិឆ្ងាញ់មែនតើនេះខ្ញុំញ៉ាំបាយឡើងអស់3ចានព្រោះថាបាយក្តៅទៀតគឺថាត្រូវហ្មងអញ្ចឹងមិញនេះខ្ញុំអត់ចំហុយទាំងអស់ទេនេះខ្ញុំក៏ទុកចៀនបន្តិចដែរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំដាក់ឆ្នាំងខ្ទះឲ្យក្តៅចាក់ប្រេងអូលីវបន្តិចចាក់ត្រីប្រម៉ាចូលចៀនចំពោះភ្លើងបងប្អូនកុំដាក់ខ្លាំងពេកព្រោះថាខ្លាចខ្លោចឥឡូវនេះឆ្អិនមកខាងហើយនេះខ្ញុំបានត្រឡប់មកខាងទៀតដើម្បីឆ្អិនស្មើគ្នាឥឡូវនេះឃើញថាឆ្អិនហើយនេះខ្ញុំបានដួសដាក់ចានបានហាន់ម្ទេសដាក់ពីលើដើម្បីឲ្យមើលទៅកាន់តែទាក់ទាញកាន់តែចង់ញ៉ាំបងអូនចំពោះត្រីប្រម៉ានេះយកទៅចំហុយក៏ឆ្ងាញ់យកមកចៀនក៏ឆ្ងាញ់ដែរគឺថារសជាតិឆ្ងាញ់ដូចគ្នាចាំបងប្អូនអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានាថារសជាតិគឺឆ្ងាញ់មែនតែនព្រោះថាមុខម្ហូបហ្នឹងបងប្អូនទាំងអស់គ្នាពេលដែលនេះខ្ញុំទៅញ៉ាំនៅក្រៅគឺនេះខ្ញុំចូលចិត្តកំងចៀនក៏បានចំហុយក៏បានហើយយើងដាំបាយរៀងស្រួយតិចមកគឺថាអូឆ្ងាញ់មែនតែនញ៉ាំបាយអស់មួយឆ្នាំងអត់ដឹងខ្លួនទេតើបងប្អូនញ៉ាំបាយជាមួយនេះខ្ញុំទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់